ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើម៉ានុយផ្លែមួយមុខទៀតហើយនោះគឺត្រីបំពងស្រោចទឹកត្រីញ៉ាំស្វាយចាចំពោះមុខម្ហូបមួយមុខនេះដែរគឺជាមុខម្ហូបនៅក្នុងហាងបងប្អូនហើយរបៀបធ្វើគឺមិនពិបាកធ្វើនោះទេបងប្អូនហើយរសជាតិវិញគឺថាឆ្ងាញ់ប្លែកតែម្ដងតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនទៅតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាដំបូងនាងខ្ញុំចាក់ប្រេងឆាចូលទៅក្នុងខ្ទះឲ្យក្តៅសិនដើម្បីយកមកបំពងត្រីបងប្អូនហើយចំណែកត្រីវិញខ្ញុំយកត្រីក្រហមមកផ្លាស់វាជាពីរអញ្ចឹងមកមួយនោះយើងផ្លាស់ជាពីរបងប្អូនហើយយកវាមកប្រឡាក់ជាមួយនឹងម្សៅស្រួយឲ្យសព្វល្អមកពេលដែលប្រឡាក់ហើយយើងរលាក់ម្សៅនឹងឲ្យវាសព្វចូលប្លុកកលៀតនៃសាច់ត្រីនឹងមកពីព្រោះវាមានកលៀតឆ្អឹងកលៀតសកៃអញ្ចឹងណាបងប្អូនឡើងម្សៅស្រួយអញ្ចឹងទៅត្រីយើងវាអត់ចាប់ខ្ទះហើយធ្វើឲ្យស្បែកត្រីយើងវាស្រួយទៀតព្រោះហើយនេះខ្ញុំយកទៅបំពងតែម្ដងចាប់ពេលដែលបំពងបងប្អូនត្រូវទុកប្រេងឆានឹងឲ្យក្តៅសិនណាចាំយើងដាក់ត្រីហើយពេលដែលបំពងហ្នឹងបងប្អូនត្រូវរងចាំឲ្យវាក្រៀមមកខាងសិនចាំប្រែយើងកុំបញ្ញាប្រែពេកកាលណាបញ្ញាប្រែពេកធ្វើឲ្យសាច់ត្រីហ្នឹងវាបែកអស់ណាតែនៅឃើញថាវាក្រៀមមកខាងហើយនេះខ្ញុំប្រែត្រឡប់មកខាងទៀតដើម្បីឲ្យវាក្រៀមសព្វល្អខ្ញុំបំពងរហូតដល់តែត្រីនឹងវាក្រៀមល្អហើយនេះខ្ញុំស្រង់ចេញចំណែកដំណាក់កាលទី2ខ្ញុំមកកូរទឹកត្រីស្ករនេះដែលជាទឹកត្រីសម្រាប់ស្រោចនៅលើត្រីបងប្អូនជាដំបូងខ្ញុំចាក់ទឹកត្រីចូលនៅក្នុងខ្ទះដែលកំពុងតែក្តៅនឹងមកធ្វើអញ្ចឹងទើបទឹកត្រីវាមានក្លិនឈ្ងុយបងប្អូនខ្ញុំដាក់ទឹកត្រីចំនួន50អំបិលបងប្អូនប្រើទឹកត្រីដែលមានរសជាតិមិនសូវប្រៃអញ្ចឹងបងប្អូនអាចដាក់លើសនឹងបានតើមកខ្ញុំដាក់ស្ករត្នោតចំនួន100ក្រាមឬស្មើនឹង1ខាំហ្នឹងហើយកូរឲ្យស្ករត្នោតហ្នឹងវារលាយចូលសព្វជាមួយនឹងទឹកត្រីសិនមកតែចំនួនគឺអត់កំណត់ទេទឹកបងប្អូនបើកាលណាយើងភ្លក់មើលបើកាលណាវានៅប្រៃយើងអាចបន្ថែមទឹកបន្តទៀតបានអញ្ចឹងទឹកនេះខ្ញុំមិនបានកំណត់ទេហើយកូរវាមួយស្ទុះទៅឲ្យគ្រឿងផ្សំទាំងអស់ហ្នឹងវាពុះសិនមកហើយចាក់វាទុកទៅបងប្អូនឥឡូវនេះខ្ញុំយកស្វាយខ្ចីដែលបានឈូសហើយមានខ្ទឹមសខ្ទឹមក្រហមម្ទេសខៀវម្ទេសទុំហ្នឹងហើយក៏មានជីវ៉ាន់ស៊ុយហើយថែមប៊ីចេងបន្តិចរួចស្រោចទឹកត្រីដែលយើងបានធ្វើមុននឹងចូល2-3លព្រាមកវាអាស្រ័យទៅលើស្វាយរបស់បងប្អូនតិចឬច្រើនណាបងប្អូនរួចច្បល់ឲ្យស្វាយហ្នឹងវាចូលសព្វជាមួយនឹងទឹកត្រីសិនមកយើងបានញ៉ាំស្វាយមួយមុខទៀតហើយអញ្ចឹងក្នុងម៉ានុយនេះគឺមាន3មុខបងប្អូនមានត្រីបំពងមានទឹកត្រីហើយនឹងមានញ៉ាំស្វាយហើយក្នុងញ៉ាំស្វាយនេះដែរខ្ញុំដាក់ស្តៅដីលីងហ្នឹងយើងមិនបាច់ចាំបកសបកចេញទេគេដាក់តាំងសបកចឹងទៅរួចតម្រៀបត្រីនៅលើចានចឹងមកបន្ថែមសាឡាត់បន្តិចតួចចឹងទៅរួចស្រោចទឹកត្រីដែលបានធ្វើអំបញ្ញមិញហ្នឹងលើត្រីឲ្យសព្វចឹងមកហើយពេលដែលយើងញ៉ាំគឺញ៉ាំផ្ទាប់ជាមួយនឹងញ៉ាំស្វាយហ្នឹងទៅគឺថារសជាតិឆ្ងាញ់មែនទែនបងប្អូនគឺអត់តលាន់ទេព្រោះមានជាតិជូររបស់ស្វាយណាចឹងបងប្អូនអាចសាកល្បងធ្វើហូបបានដូចខ្ញុំបញ្ជាក់ចឹងម្ហូបនេះគឺជាម្ហូបនៅក្នុងហាងណាបងប្អូនចាអញ្ចឹងវីដេអូរបស់នាងខ្ញុំក៏សូមបញ្ចប់តែត្រឹមនោះហើយបងប្អូនកុំភ្លេចចុច like share និង follow page នេះខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា